កាលពីយូរលង់ណាស់មកហើយមុនពេលពិភពលោកត្រូវបានរៀបចំជាសន្តានដោយសពថ្ងៃមានមហាឥសីមួយអង្គព្រះនាមថាមហាឥសីកាសបៈអ្នកបុដ៏អស្ចារ្យដែលមានភារកិច្ចបង្កើតនិងថែរក្សាសកលលោកព្រះអង្គបានប្រតិស្ថានបំពេញសមាធិនៅកណ្ដាលមេឃព័ទ្ធជុំវិញដោយពពកពណ៌សនិងពន្លឺទេវតាដ៏ចែងចាំងដែលបង្ហាញពីអានុភាពដែលលើសលប់ពីមនុស្សលោកព្រះអង្គមានភរិយាពីរនាក់គឺជាព្រះនាងកូនស្រីនៃព្រះតាសមហាទេវរាជាមាននាមថានាងកាទ្រុនិងនាងវិនីតានាងទាំងពីរបានបម្រើថែទាំនិងប្រតិបត្តិព្រះឥសីដោយស្មោះត្រង់អស់រយៈពេលជាយូរមកហើយដោយមិនដែលខ្វះខាតឬរអាក់រអួលចិត្តឡើយថ្ងៃមួយមហាឥសីកាសបៈមានព្រះហឫទ័យរីករាយនិងពេញចិត្តយ៉ាងខ្លាំងចំពោះសេចក្តីស្មោះត្រង់នោះដូច្នេះព្រះអង្គបានប្រកាសដោយសំឡេងដ៏ស្ងប់ស្ងាត់ប៉ុន្តែពោពេញដោយអំណាចថាចូលញាក់ទាំងពីរសុំពរដែលអ្នកប្រាថ្នាចង់បានចុះព្រះអង្គនឹងប្រទានឲ្យសម្រេចតាមចិត្តនាងកាទ្រុដែលមានភ្នែកភ្លឺរលោងពោពេញដោយមហិច្ឆតាបានលុតជង្គង់សំពះហើយទូលសុំថានាងប្រាថ្នាឲ្យមានបុត្រជានាគ 1000 អង្គឲ្យច្រើនធំធេងនិងលាតសន្ធឹងដោយសមុទ្រនាគគ្មានទីបញ្ចប់ព្រះឥសីបានងោកក្បាលហើយឲ្យនាងសម្រេចតាមសំណូមពរបន្ទាប់មកព្រះអង្គងាកមករកនាងវិនីតាហើយមានព្រះបន្ទូលសួរថាហើយនាងប្រាថ្នាអ្វីដែរនាងវិនីតាដែលមានចិត្តថ្លៃថ្នូរនិងជឿជាក់លើតម្លៃខ្លួនឯងបានញញឹមស្រាលហើយទូលថានាងមិនប្រាថ្នាចំនួនទេប៉ុន្តែប្រាថ្នាគុណភាពនាងសូមបុត្រត្រឹមតែ2អង្គទេប៉ុន្តែបុត្រទាំងពីរនោះត្រូវមានអានុភាពនិងភាពអស្ចារ្យលើបុត្រទាំងអស់របស់នាងកាទ្រុរួមគ្នាមហាឥសីកាសបៈស្ងប់ស្ងាត់មួយភ្លែតមុននឹងមានព្រះបន្ទូលថាពរនោះនឹងសម្រេចតាមពាក្យដែលនាងបានសុំពេលវេលាបានកន្លងផុតទៅនៅក្នុងវិមានរបស់នាងកាទ្រុភាពស្ងាត់បានរលាយបាត់សុទ្ធរាប់ពាន់បានបំបែកសម្បរហើយអ្វីដែលលេចចេញមកមិនមែនជាពស់ធម្មតាទេប៉ុន្តែជាព្រះនាគរាប់ពាន់ក្បាលរាងកាយភ្លឺរលោងដោយត្បូងមณีខ្លះមានក្បាល3ខ្លះមានក្បាល5ខ្លះមានក្បាល7ទីភ្នែកភ្លឺចែងចាំងនិងសំឡេងដូចរលកសមុទ្រនាគទាំងឡាយបានលូនមកព័ទ្ធជុំវិញមាតារបស់ខ្លួនដោយសេចក្តីគោរពនិងសេចក្តីស្រឡាញ់វិមានពោពេញដោយសំឡេងអបអរខណៈពេលដែលនាងកាទ្រុសើចដោយសេចក្តីសុខបំផុតក្នុងជីវិតប៉ុន្តែភាពរីករាយនោះបានคล้ายទៅជាដាវកាត់ចូលទៅក្នុងបេះដូងនាងវិនីតាព្រោះនៅក្នុងវិមានរបស់នាងគឺមានតែសុទ្ធ2ផរដែលនៅតែស្ងៀមស្ងាត់មិនទាស់បង្ហាញវាសនាឡើយនៅក្នុងវិមានដ៏ស្ងប់ស្ងាត់របស់នាងវិនីតាមិនមានសំឡេងអបអរមិនមានសំណើកូនចៅដោយវិមាននាងកាទ្រុទេមានតែសុទ្ធដ៏ធំសម្បើម2ផរដែលនាងអង្គុយក្បែរថែទាំនិងរង់ចាំដោយចិត្តពោពេញទៅដោយសេចក្តីសង្ឃឹមពេលវេលាបានហូរឆ្លងកាត់100ឆ្នាំ200ឆ្នាំ300ឆ្នាំរហូតដល់500ឆ្នាំពេញប៉ុន្តែសុទ្ធទាំងពីរនៅតែស្ងៀមស្ងាត់ដូចថ្មដែលមិនមានជីវិតរាល់ថ្ងៃនាងវិនីតាអបសុទ្ធទាំងនោះដោយបេះដូងញ័រនិងភ្នែកពោពេញទៅដោយការរង់ចាំខណៈពេលដែលវិមានរបស់នាងកាទ្រុមីងកំពុងរុងរឿងដល់កំពូលបុត្រនាគរាប់ពាន់ក្បាលបានធំលូតលាស់ពេញកម្លាំងហោះហើរនិងលូនចេញទៅគ្រប់ទិសទាំងឋានសួគ៌ឋានមនុស្សលោកនិងពិភពក្រោមដីបង្កើតជាកេរ្តិ៍ឈ្មោះនិងអំណាចល្បីល្បាញថ្ងៃមួយនាងកាទ្រុដើរឆ្លងកាត់វិមាននាងវិនីតាហើយឈប់ជំហានមើលឃើញនាងវិនីតាអង្គុយឯកោកំពុងអោបស៊ុបទាំងពីរទឹកមុខស្រងោតស្រងាត់នៅកណ្ដាលវិមានដ៏ទទេនាងកាទ្រុញញឹមនៅមាត់ញញឹមដែលគ្មានមេត្តាហើយនិយាយដោយសំឡេងទន់ប៉ុន្តែពោពេញដោយពិស្ពុលថា500ឆ្នាំហើយមែនទេបងស្រីបុត្ររបស់ខ្ញុំឥឡូវនេះបានធំលាតសន្ធឹងទៅលេងពេញ3ភពហើយចំណែកបុត្ររបស់បងប្រហែលជាភ័យខ្លាចអានុភាពនាគរបស់ខ្ញុំដល់ថ្នាក់មិនហ៊ានចេញមកមើលពិភពលោកទេមើលទៅសំណើចរបស់នាងកាទ្រុបានកាត់ចូលជ្រៅទៅក្នុងបេះដូងនាងវិនីតាអារម្មណ៍ដែលនាងសង្កត់យូរមកហើយការអមមាតការសើចចំអកនិងការឈឺចាប់បានរលត់បំផុសคล้ายទៅជាកំហឹងនៅរាត្រីនោះនាងវិនីតាមិនអាចទ្រាំទ្របានទៀតឡើយនាងឈរមុខសុទ្ធទី1ភ្នែកស្រក់ទឹកភ្នែកប៉ុន្តែចិត្តពោពេញទៅដោយភាពរំជៀបរំជួលនាងស្រែកទាំងញ័រថាហ
ตุเอาไว้บ้านจีเนะมันเจงมอกเหตุเอาไว้บ้านจีตุกอ้อยมัดได้รองอะมมาดแบบนี้ด้อยกำหึงหนึ่งก้าออกสำเนิดเนียงบันเลือกก่อนดับไดวีจอกเลือสมบ่สุดเปรี้ยงสมบ่สุดใบเจงปนลือดอกใจจางบันตุเจงบ่มพลือเป็นวิเมียนเนื้อเปลปนลือสระตูนจอเอาไว้ได้ลิเจงมอกคือจีเตปบุตรรูปสะอาดเมียนปนลือด้วยเปรอาติดเปลปรึกปอนแต่กอดเมียนไตแปะกันดาตรูขังเลือแต่บันเนาะขณะเรียงกายขังกราวเหมือนตอนลุดลอกเป็นกำลังดาซาเตรบานบ่มใบสุดมุนเปลี่ยนกำหนดเนียงวินิตาออบโกนโดยตึกพเนกไฮโกนโดยสำเลงใบบะปอนแต่เตปบทนุเมื่อมัดได้โดยพเนกโปเป้งแต่โดยกาชื่อจับหนึ่งกำหึงหายนิเยธาแฮดเอาไว้บานจีมาได้ประยับประยาแบบนี้มาได้บานบ่มพลายเขี้ยมเฮยโดยสำเลงดอกคลังหนึ่งอำนายดอกกู้ไอคลายกอดบานประกาศบนด้าสาธาโดยซากำหึงระบามาได้เมียด้าหนึ่งตรึทะเลตะเจเตียสกอตรึบ่มราเนี่ยดเตยปรำรอยชิน้ำตอแต่โอนเพราะระบเขียมอวตารปิดในเผลืองก้าวเจงพิสุดตีปีหนึ่งมอกดอกเล่งมาได้เปียกบรรดาซาตรึบานิเยจอบเรียงกายเตปบุตรบันเล็กเจงแต่เลือเมกคลายแต่จีปุนลือปอตะกรอยกระหอมในพระอารุณหนึ่งฮอกเตยบมราจีเนจิรถแต่ระบบพระอาทิตย์จับปีทั้งไงนุเตยเนียงวินิตาดูลเตยเลยใดเนียงมันตรำแต่บัดบ้องโกนตีมวยเตปนใต้แทมเตียงตรึบานโจงโดยบรรดาซาดอซาหาวเนียงเงียกเตยเหมยสุดตีปีได้เนื้อตายเงียมสงัดเนื้อปีนุสุดตีปีคลายตัวเจสกรีสังคึมจงครอยระบเนียงไปเวลียบ้านกันลองพดเตยกรอยบรรดาซาดอสหาวเนียงวินิตาบานรู้ในขนมพีบอามะหนึ่งก้าจองจำในปีกบรรดาซาได้จองเวสนาเนียงอ่อยเตยทะเลกตัวเจียตีสกอบนตายเนียงเนยแต่ไทยรักษาสุดตีปีโดยจัดสงบสงัดนึ่งสังคมถาเวียนหนึ่งคลายเชียปนลือโดยจงกร้อยในชีวิตทั้งไงมวยขณะเนียงวินิตาหนึ่งเนียงกาตรุดอลมหายกายหน่วยตามชเนสมุทรสรับแต่เมียงตึดเพียบดออสชาลิดล้างเหลือเมย์แสสมบูรซอสุดมวยกบาลพลือแจงจังโดยปปกบานฮอเฮอฉลองกัดเมกด้อยลือบืนรหาดเรียงกายเป็นเจนปุนลือเทวดาทัวเอาไปพบโลกโดยจิสงบสงัดมวยเพลดนูคือเจียอุจใจยิสวาระแสกบาลปล้ำสดในแสตั้งหลายแต่บานก้าวเจนปีพิธีโกตึกดอกสมุทรสัตเทวดาได้สมใบแต่เทวกสุดก็กุรุปพเนกเนียงวินิตาพลือลังโดยกาพยาฝาลปนใต้พเนกเนียงกาทรูวิงแปรชิตรเจียนันโปเป้งดอยระเบิดเนียงกาทรูบังรวมพเนกเมือลให้นิเยดอยสำเลงต้นโดยชอลปนใต้เลียกปึกถาแซนุสรสอาดแมนเทบองสรีปนใต้บองเคินด้วยชิมเตกันตุยระบบเวียมันแมนซ้อสุดเทเวียเมียนปอกใหม่เนียงวินิตาชลายพลิมโดยชื่อจะลือพเนกระบบคล้วนเนียงปรับถากันตุยแซนูซอสุดโดยปปกมันเมียนสนามขมาวซอเปลนูอ่างเนียงกาทรูอย่ายิ้มสราลอย่ายิ้มเด็ดโดยเชกำปงสไลอันเตียกวิสนาหายสนาอ่อยเมียนกาผนวลเนียงกาทรูนีอีธาบากันตุยแซนูซอสุดเนียงนึงบุตรามวยปุ่นกบาลนึงทเวจิตเตสกอระบเนียงวินิตาปนตาบากันตุยเวียกขมายเนียงวินิตานึงบทเดนเนอร์ซอลกันนงสุดนึงไตรทเวจิตเตสกอระบเนียงกาทรูเจียริงระโหดแบดดงเนียงวินิตาลดเหลือนนิหะโดจีเอากัสมวยดำใบบำใบบรรดาสาเนียงมันสตาสเตอร์เนียงยุลโปรมโดยเชื่อเจทาพเนกระบเนียงมันอาจมือคอฟบานเหลายยบนุกราวจมริวสมุดดองเงิดในขนมวิเมียนอาจทำบังระบเนียงกาตรูเนียงบันหายบุตรเนียงมวยป้อนกบาลมอกประจุมดอยสำงัดเนียงปรับปกเวียดอยสำเลงตั้งเริงถาเนียงดังจะบัสทากันตุยเซนูซอปันตายมาได้มันอายจังบานเทเนียงบ้านบัญชีอ่อยเนียกทั้งหลายลูนตัวกันก็ได้อุจใจยิสวาระสดัดในแท้ทั้งหลายบานสำระหายปลาเรียงกายหนึ่งปื้อระบบปูเวียรุมจุมวิงกันตุยซ้อสดนุเธออ่อยเวียปลายเจปัวขมายดังใบบอกบรรชาวเวียสนาเนียงวินิตาเนียกมวยปอนกบาลบานลูนโจตะครมสมุดย่างเงียมสงัดพเนกพลื้ด้วยตะบงนักร้อมตึกดองเงิดขณะได้เวียสนาระบเนียงวินิตากำปงตรีบานแก้ปลายดอยมหาอุบายดอกกงไก่มวยได้ขมิ้นเนนาไอมือเคยลายเนื้อกันดาริตรีนุกรอมพลือประจันเนียกมวยปอนกบาลบานล้างตึกกันก็โซเคียได้อุจใจยสวาระสดัดในแท้ทั้งหลายกำปงเด็กสำราย่างสงบสงัด
រាងកាយសេះទេវតាភ្លឺរលោងដោយពន្លឺច័ន្ទរោមសសុទ្ធបញ្ចេញពន្លឺដោយពពកហើយកន្ទុយរបស់វារាវដាលលើថ្មដោយស៊ូតទេវតាដែលគ្មានស្នាមអ្វីឡើយនាគទាំងឡាយលូនឡើងយ៉ាងស្ងៀមស្ងាត់1ក្បាល10ក្បាល100ក្បាលរហូតដល់1000ក្បាលពួកវាព័ទ្ធជុំវិញកន្ទុយសសុទ្ធនោះរាងកាយពណ៌ខ្មៅរុំគនីជូមដោយខ្សែច្រវាក់វាសនាពឺដ៏ខ្មៅសន្ធឹកបានបាញ់ចេញយ៉ាងប្រយ័ត្នប្រយែងមិនមែនដើម្បីសម្លាប់ប៉ុន្តែដើម្បីបំផ្លាញភាពបរិសុទ្ធរោមសសុទ្ធចាប់ផ្ដើមប្រែពណ៌ពីសទៅប្រភេទខ្មៅហើយចុងក្រោយคล้ายជាខ្មៅសន្ធឹកដោយរាត្រីដែលគ្មានពន្លឺឡើយពេលបេសកកម្មសម្រេចនាគទាំង1000បានលូនចូលទៅក្នុងសមុទ្រវឹងហើយដោយគ្មានស្នាមអ្វីឡើយលើកលែងតែវាសនាដែលត្រូវបានកែប្រែរួចហើយលុះព្រឹករះពន្លឺអរុណបង្ភឺផែនដីនាងវិនីតាដើរមកដោយទុកមុខពេញជំនឿបេះដូងពេញពោដោយសេចក្តីសង្ឃឹមខណៈនាងការទ្រូដើរតាមពីក្រោយដោយញញឹមស្ងប់ស្ងាត់ដោយអ្នកដែលដឹងលទ្ធផលរួចហើយពួកនាងឈរមុខសេះដែលលាបស្មៅយ៉ាងស្ងប់ស្ងាត់ដោយមិនដឹងអ្វីកើតឡើងយប់មិញនេះនាងវិនីតាដើរទៅខាងក្រោយសេះហើយនៅវិនាទីនោះពិភពលោករបស់នាងបានបែកបាក់កន្ទុយរបស់វាខ្មៅសន្ធឹកខ្មៅខ្លាំងដល់ថ្នាក់ធ្វើឲ្យបេះដូងរបស់នាងត្រជាក់រឹងនាងខ្សឹបដោយសំឡេងញ័រថាមិនអាចទៅបានទេខ្ញុំឃើញថាវាសសំឡោយត្រជាក់មួយបានឡាន់ឡើងនាងការទ្រូដាវមកជិតហើយនិយាយដោយគ្មានមេត្តាថាបងចាញ់ហើយបងស្រីពាក្យសច្ចារបស់បងបានចងបងរួចហើយនាងវិនីតាដួលជង្គង់នាងដឹងថានាងត្រូវបានបោកប៉ុន្តែនាងមានភ័ស្តុតាងនាងត្រូវចងដោយពាក្យសច្ចារបស់ខ្លួនឯងពាក្យបញ្ជាទី1បានចេញពីមាត់នាងកាទ្រូក្នុងនាមជាម្ចាស់នាងបញ្ជាឲ្យនាងវិនីតាលុតជង្គង់ចុះក្នុងនាមជាទាសករក្រោមពន្លឺអរុណដំបងនៃថ្ងៃនេះនាងវិនីតាម្ដាយនៃទេវបុត្រដ៏អស្ចារ្យបានក្រាបជង្គង់នៅមុខប្អូនស្រីរបស់នាងខ្សែច្រវាក់វាសនាបានចងនាងយ៉ាងពេញលេញទឹកភ្នែករបស់នាងធ្លាក់លើសុទ្ធទី2ដែលនៅតែស្ងប់ស្ងាត់ហើយនៅវិនាទីនោះសុទ្ធនោះបានញ័រឡើងជាលើកទី1បន្ទាត់ប្រែកស្រាលបានលេចឡើងលើសម្បកវាសនាកំពុងផ្លាស់ប្ដូរហើយការកើតឡើងនៃអំណាចថ្មីកំពុងខាត់មកដល់ក្រោយពីនាងវិនីតាបានចាញ់មហាឧបាយដ៏កោងកាចហើយក្លាយជាទាសកររបស់នាងកាទ្រូ500ឆ្នាំในទីបំផុតថ្ងៃដែលផ្លាស់ប្ដូរជោគវាសនារបស់នាងក៏បានមកដល់នៅក្នុងវិមានក្រោមទឹករបស់នាងកាទ្រូសម្បកសុទ្ធដ៏រឹងមាំដោយពេជ្របានផ្ទុះបែកជើងពីខាងក្នុងវាមិនមែនជាកំណាតធម្មតាទេប៉ុន្តែជាការផ្ទុះពន្លឺស័ក្តិសិទ្ធិដែលភ្លឺចែងចាំងនិងក្តៅខ្លាំងជាងព្រះអាទិត្យរាប់ពាន់ដងពន្លឺមហិមានោះផុសឡើងហូរហៀបិទបាំងវិមានក្រោមមហាសមុទ្រទាំងមូលធ្វើឲ្យពួកនាគដែលឈរមើលស្រែកអ៊ូអរដោយការឈឺចាប់ព្រោះវាមិនមែនជាពន្លឺធម្មតាទេប៉ុន្តែជាភ្លើងដែលដុតឆេះធម្មពលនិងវិញ្ញាណរលកអំណាចដ៏សាហាវបុកប៉ះវិមានក្រោមទឹកឲ្យរញ្ជួយញ័រដូចជាចិត្តរលំហើយនៅពេលពន្លឺនោះចាប់ផ្ដើមស្រកថយក្នុងចំណោមសម្បកសុទ្ធបែកបាក់คล้ายជាផ្សែងធូលីមានរូបរាងមួយឈរយ៉ាងអង្អាចនេះមិនមែនជាទារកទើបនឹងកើតឡើយតែនេះគឺជាអវតារដ៏ពេញលេញរាងកាយទ្រូងខ្ពស់ធំកម្លាំងរឹងមាំដូចមហាទេវតានៃសង្គ្រាមស្លាបធំរបស់ទ្រូងកំពុងឆេះឡើងដោយភ្លើងស័ក្តិសិទ្ធិខណៈភ្នែកពណ៌ក្រហមជួមដូចត្បូងទទឹមសម្លឹងមើលជុំវិញដោយភាពស្ងប់ស្ងាត់តែពោពេញដោយធម៌ពលបំផ្លាញរហូតធ្វើឲ្យខ្យល់និងទឹកជុំវិញខ្លួនបិទបែនខូចទ្រង់ទ្រាយស្ដេចគ្រុឌបានចាប់កំណើតហើយក្នុងពេលតែមួយនោះទ្រង់បានឃើញនាងនៅជ្រុងមួយនៃវិមានស្ត្រីម្នាក់គួរតែមានសោភ័ណភាពនិងសេចក្តីថ្លៃថ្នូរប៉ុន្តែឥឡូវនេះនាងបែរជាស្ថិតក្នុងសភាពគួរឲ្យអាណិតអាវពាក់រហ័យរលួយកជើងតែបានចងដោយខ្សែច្រវាក់នៃការអាម៉ាស់នាងលុតជង្គង់ជូតកម្រាលដីក្រោមសំណើចំអករបស់នាគបរិវារលឿនឡើងនាងទាសីវិនីតាសំឡេងមួយស្រែកឡើងនាងទាសីវិនីតាពីនោះបានបុកចូលជ្រៅទៅក្នុងសរសៃក្រសាតរបស់គ្រុឌទ្រង់មើលស្ត្រីនោះមើលខ្សែច្រវាក់នៅកជើងនាងហើយបង្វែរភ្នែកទៅកាន់នាងកាទ្រូដែលកំពុងអង្គុយសប្បាយលើបល្ល័ង្កក្នុងរយៈពេលត្រឹមតែ1ឃ្លាតនោះទេ
ទ្រង់បានជុលអ្វីៗទាំងអស់ស្ត្រីនោះគឺជាមាតារបស់ទ្រង់ហើយមាតារបស់អវតារកំពុងត្រូវបានគេរំលោភបំពានកំហឹងដែលត្រូវបានបង្អត់ទុកក្នុងចិត្តពេលនេះបានផ្ទុះឡើងហើយវាមិនមែនជាកំហឹងរបស់សត្វឬមនុស្សធម្មតាទេវាគឺជាទោសៈរបស់អវតារដែលកើតមកដើម្បីបំផ្លាញអយុត្តិធម៌សំឡេងដំបូងរបស់គ្រុឌមិនមែនជាពាក្យសម្ដីឡើយប៉ុន្តែជាសំឡេងព្យុះអក្សនីបាតនិងគោលាន់ដែលផ្ទុះឡើងក្នុងភ្លេងតែមួយរលកថាមពលដ៏សាហាវបុកផ្ទុះចេញពីរាងកាយទ្រង់ធ្វើឲ្យនាគបរិវារដែលឈរនៅជិតមាតារបស់ទ្រង់ត្រូវបានផ្លោមចេញទៅម្នាក់មួយទិសដូចស្លឹកស្មៅឬខ្យល់ព្យុះនាងកាឌ្រូបើកភ្នែកធំដោយភ័យខ្លាចឯងជានរណាកូនរបស់វិនិតាមែនឬមិនក៏ឯងហ៊ានធ្វើបែបនេះគ្រុឌឆ្លើយតបដោយសំឡេងត្រជាក់ប៉ុន្តែពូពេញដោយអំណាចខណៈភ្លើងស័ក្តិសិទ្ធិចាប់ផ្ដើមគ្របដណ្ដប់រាងកាយទ្រង់មិនក៏ឯងហ៊ានយកមាតារបស់ខ្ញុំមកធ្វើជាទាសីនាគមួយដែលជាបុត្រច្បងរបស់នាងកាឌ្រូផ្លុំដង្ហើមចេញដោយភាពមើលងាយហើយវាអ្វីទៅនាងចាញ់ការភ្នាល់នាងសមតែធ្វើជាទាសីកូនរបស់ទាសីក៏ជាទាសីដូចគ្នាពេលសម្លេងនោះបញ្ចប់សេចក្តីស្ងប់ស្ងាត់ត្រូវបានបំបែកសង្គ្រាមដ៏ធំមួយក្នុងបីភពបានចាប់ផ្ដើមឡើងនាគរាប់ពាន់ផុសឡើងពីគ្រប់ជ្រុងងងឹតនៃវិមានពួកវាជាអក្សរាខ្លាំងក្លានៃមហាសមុទ្រខ្លះស្បែកពណ៌នីលខ្លះភ្លឺដូចមរកតពួកវាបើកមាត់ធំបាញ់ពឹសខ្មៅងងឹតវាយប្រហារទៅលើគ្រុឌពឹសនោះខ្លាំងដល់ថ្នាក់ថ្មដែលប៉ះវាក៏រលាយជាផ្សែងតែមួយប៉ព្រិចភ្នែកប៉ុន្តែគ្រុឌមិនដកថយសូម្បីតែមួយជំហានទ្រង់គ្រាន់តែបុកស្លាបព្យុះដែលកើតពីការបក់ស្លាបតែមួយមានអំណាចខ្លាំងជាងព្យុះរាប់ម៉ឺនវិញចូលគ្នារលកពឹសខ្មៅទាំងអស់ត្រូវបានវាយត្រឡប់ទៅរកម្ចាស់របស់ពួកគេនាគជួរមុខរាប់រយស្រែកយំដោយការឈឺចាប់មុននឹងរាងកាយរបស់ពួកគេត្រូវបានពឹសរបស់ខ្លួនឯងញ៉ាំញីរលាយជាផ្សែងក្នុងតែមួយប៉ព្រិចភ្នែកសម្លាប់វារំវារឹតវាឲ្យខ្ទេចនាគដែលនៅសល់បាត់បង់ស្មារតីដោយភាពឆ្កួតពួកវាហោះវាចូលដោយទឹកជំនន់ប្រើរាងកាយដ៏រឹងមាំរបស់ខ្លួនរុំព័ទ្ធគ្រុឌពីក្រឹបទិសរាងកាយរាប់ពាន់រឹតដោយចង់កិនភ្នំឲ្យคล้ายជាធូលីប៉ុន្តែសំឡេងមួយលឹកចេញពីចំណុចកណ្ដាលនោះរំខានមេះភ្លាមនោះរាងកាយគ្រុឌភ្លឺចែងចាំងដូចព្រះអាទិត្យទី2ភ្លើងស័ក្តិសិទ្ធិដែលក្តៅខ្លាំងក្នុងចក្រវាឡផ្ទុះចេញពីរាងកាយគ្រុឌនាគរាប់រយស្រែកយំជាលើកចុងក្រោយមុននឹងត្រូវបានដុតឆេះคล้ายជាផេះក្នុងតែមួយប៉ព្រិចភ្លេងមហាសមុទ្រជុំវិញវិមានចាប់ផ្ដើមពុះពណ៌រលកដូចទឹកកំពុងរំងាស់នៅពេលនេះគ្មានអ្វីអាចរារាំងអវតារបានទៀតឡើយវេលានៃការសងសឹកទើបតែចាប់ផ្ដើមគ្រុឌប្រែខ្លួនជាកាំរស្មីពន្លឺមាសពន្លឺនៃមរណៈទ្រង់ឆ្ពោះចូលទៅកណ្ដាលកងទ័ពនាគរាប់ពាន់ដោយផ្គរលាន់ធ្លាក់ពីលើមេឃនៅពេលនោះវាមិនមែនជាការប្រយុទ្ធទៀតឡើយវាគឺជាការសម្លាប់រង្គាលក្រញ៉ាំដៃរបស់ទ្រង់មុតស្រួតជាងដាវឆ្កៀលហែករាងកាយនាគដូចក្រដាសខណៈចុងចំពុះដ៏រឹងមាំដូចពេជ្រចិច្ចក្បាលនាគបំបែកជាបំណែកតូចក្នុងពេលមួយប៉ព្រិចភ្នែកស្លាបធំទូលាយដូចមេឃរបស់គ្រុឌវាយផាត់បោកសត្រូវជាច្រើនឲ្យហោះទៅបុកជញ្ជាំងវិមានដូចសម្លៃល្បឿនរបស់ទ្រង់ក្រោមទឹកលឿនជាងគំនិតទ្រង់คล้ายជាព្យុះវិលមួយដែលលេបជីវិតគ្រប់យ៉ាងនៅពីមុខខ្លួនឈាមនាគពណ៌បៃតងពណ៌ខៀវនិងពណ៌ក្រហមហូរលិតលង់រហូតធ្វើឲ្យមហាសមុទ្រទាំងមូលคล้ายជាពណ៌ឈាមនាងកាឌ្រូដែលអង្គុយនៅលើបល្ល័ង្កបើកភ្នែកធំរាងកាយញ័រដោយភាពភ័យខ្លាចបុត្ររាប់ពាន់របស់នាងឥឡូវនេះនៅសល់មិនដល់ពាក់កណ្ដាលទៀតឡើយនាងស្រែកឡើងដោយសំឡេងភ័យខ្លាចឈប់ឥឡូវនេះយើងចោះចាញ់ហើយសូមអភ័យទោសសូមទុកជីវិតកូនរបស់យើងផងគ្រុឌដែលកំពុងត្រៀមបំបែកនាគមួយទៀតបានឈប់ស្ងៀមទ្រង់លោតឡើងខ្ពស់រាងកាយអាប់ពណ៌ដោយឈាមសត្រូវខណៈភ្លើងស័ក្តិសិទ្ធិជុំវិញខ្លួននៅតែឆេះរលោងភ្នែកពណ៌ក្រហមជាំសម្លឹងទៅកាន់នាងកាឌ្រូដោយភាពត្រជាក់ឯងនិយាយថាម៉េចនាងកាឌ្រូឆ្លើយទាំងទឹកភ្នែកខ្ញុំចោះចាញ់
ទ្រង់ចង់បានអ្វីខ្ញុំនឹងផ្ដល់ទាំងអស់សូមទុកជីវិតពួកយើងផង គ្រុឌបង្វែរមើលទៅមាតារបស់ទ្រង់ដែលឈរតក់ស្លុតដោយជាមិនជឿភ្នែកខ្លួនឯងសំឡេងរបស់ទ្រង់កំហកដូចដាវដោះលែងមាតារបស់ខ្ញុំនាគដែលនៅសល់ប្រញាប់ប្រញាល់រត់ទៅដោះខ្សែច្រវាក់ចេញពីកជើងនាងវិនីតាភ្លាមក្នុងពេលនោះនាងវិនីតាបានមានសេរីភាពនាងរត់មកអោបកូនប្រុសរបស់នាងទឹកភ្នែកហូរមិនឈប់ គ្រប់គ្រាន់ហើយកូនយើងទៅពីទីនេះបានហើយ ប៉ុន្តែគ្រុឌនៅតែឈរមិនចលនាភ្នែករបស់ទ្រង់នៅតែឆេះដោយភ្លើងនៃកំហឹងមិនទាន់គ្រប់ទេទ្រង់និយាយយ៉ាងត្រជាក់មុននឹងបង្វែរមើលទៅកាន់នាគដែលនៅសល់មាតារបស់ខ្ញុំបានคล้ายជាសេរីភាពហើយប៉ុន្តែការអាម៉ាស់ដែលនាងបានទ្រាំទ្រអស់រយៈពេល500ឆ្នាំវាមិនទាន់បញ្ចប់ឡើយនាគទាំងអស់មុខស្លេកស្លាំងដោយភាពភ័យខ្លាចទ្រង់ចង់បានអ្វីទៀតគ្រុឌឆ្លើយដោយសំឡេងត្រជាក់ដោយដាវមួយពួកឯងហ៊ានបោកបញ្ឆោតនិងប្រើប្រាស់មាតារបស់ខ្ញុំឲ្យទ្រាំទ្រការឈឺចាប់ជាយូរពួកឯងជាពួកចៅល្បិចដែលមិនសមនឹងរស់នៅពេលដែលគ្រុឌកំពុងត្រៀមបញ្ចេញភ្លើងស័ក្តិសិទ្ធិដើម្បីបញ្ចប់ជីវិតនាគដែលនៅសល់នាគដែលមើលទៅមានប្រាជ្ញាជាងគេបានប្រញាប់និយាយឡើងដោយសំឡេងញ័រ ឈប់សិនអ្វីដែលមេដារបស់ទ្រង់បាត់បង់កើតពីការភ្នាល់ដូច្នេះការសងសឹកត្រូវសងដោយអ្វីដែលធំជាងនោះ គ្រុឌសម្លឹងមើលវាដែលភ្នែកត្រជាក់មិននិយាយសម្បីតែមួយម៉ាត់នាគនោះបន្តនិយាយដូចជាកំពុងចាប់យកឱកាសចុងក្រោយបំផុត បើទ្រង់អាចនាំយកទឹកអម្រឹតពីឋានសួគ៌មកឲ្យពួកយើងបានពួកយើងនឹងគោរពបម្រើទ្រង់និងមេដារបស់ទ្រង់ជារៀងរហូតដើម្បីសងបាបនេះ នេះគឺជាឧបាយចុងក្រោយឧបាយដែលពួកនាគជឿថាគ្រុឌមិនអាចធ្វើបានឡើយព្រោះការលួចយកទឹកអម្រឹតមានន័យថាប្រកាសសង្គ្រាមទៅលើព្រះឥន្ទនិងទេវតាទាំងឡាយគ្រុឌអវតារនៃភ្លើងស័ក្តិសិទ្ធិសម្លឹងមើលនាគដែលនៅសល់ដោយភ្នែកជ្រៅជាយូរមុននឹងញញឹមយ៉ាងត្រជាក់ទឹកអម្រឹតមែនទេបន្ទាប់មកទ្រង់ងាកមករកមាតារបស់ទ្រង់លុតជញ្គុណគោរពយ៉ាងសុភាពសូមមាតារងចាំខ្ញុំនៅទីនេះខ្ញុំនឹងយកអ្វីដែលអស្ចារ្យបំផុតក្នុងបីភពមកលាងជើងជូនមាតាបន្ទាប់មកទ្រង់ងាកមករកនាងកាទ្រុភ្នែកពោពេញដែលគំរាមកំហែងចូលថែរក្សាមាតារបស់ខ្ញុំឲ្យបានល្អបើខ្ញុំត្រឡប់មកវិញហើយឃើញនាងមានស្មាមខូចខាតសូម្បីតែបន្តិចខ្ញុំនឹងដុតមហាសមុទ្រទាំងមូលឲ្យคล้ายជាផែននាងកាទ្រុនិងនាគដែលនៅសល់ញ័រខ្លួនដោយភាពភ័យខ្លាចគ្មាននរណាម្នាក់ហ៊ានឆ្លើយតបសូម្បីតែមួយម៉ាត់ភ្លាមនោះរាងកាយរបស់គ្រុឌបានប្រែជាពន្លឺមាសដ៏ភ្លឺចែងចាំងទ្រង់ហោះឡើងពីមហាសមុទ្របំបែកទឹកដូចភ្នំផ្ទុះហើយហោះឆ្លងកាត់ពពកឡើងទៅកាន់ថាសួគ៌ភារកិច្ចរបស់ទ្រង់គឺការលួចយកអ្វីដែលព្រះឥន្ទស្រឡាញ់និងការពារខ្លាំងបំផុតគឺទឹកអម្រឹតនៃអមតៈគេបានមកដល់ហើយឋានសួគ៌ដ៏អស្ចារ្យទីក្រុងមាសភ្លឺចែងចាំងអណ្ដែតនៅកណ្ដាលមហាដួងតារាកន្លែងដែលគ្មានមនុស្សឬអសុរាណាមួយធ្លាប់អាចលុកចូលបានព្រោះវាត្រូវបានការពារដោយបន្ទាយ3ជាន់ដ៏មហិមាប៉ុន្តែថ្ងៃនេះមានអ្នកណាម្នាក់ខុសឡើងមកដល់ទីនោះដោយគ្មានការភ័យខ្លាចនោះគឺជាស្ដេចគ្រុឌអវតារដ៏អស្ចារ្យដែលមានអំណាចដូចព្យុះនិងកំហឹងដូចភ្លើងនរកបន្ទាយដំបូងគឺជាកងចក្រភ្លើងរង្វង់អាគីដ៏ធំមហិមាវិលលឿនដោយព្យុះកម្ដៅរបស់វាអាចរលាយសូម្បីតែភ្នំដែកបានប៉ុន្តែគ្រុឌមិនស្តាក់ស្ទើរទេគាត់ហោះបុកចូលទៅក្នុងកងចក្រនោះដោយព្រួញភ្លើងពីរាងកាយរបស់គាត់ប៉ះទង្គិចជាមួយភ្លើងនៃកងចក្របង្កើតការផ្ទុះភ្លឺចែងចាំងដោយព្រះអាទិត្យប៉ុន្តែក្នុងពេលតែមួយប៉ព្រិចភ្នែកគាត់ក៏ហោះឆ្លងកាត់វាដោយគ្មានស្នាមរបួសសូម្បីតែមួយបន្ទាយទីគឺជាកងទ័ពទេវតាការពារទេវតារាប់ម៉ឺនឈរជាជួរដោយអាវុធគ្រប់ប្រភេទពេលពួកគេឃើញញាក់លុកលុយពួកគេវីប្រហារភ្លាមលំពេងរាប់ពាន់បាញ់ចូលដូចភ្លៀងដែកខណៈញញួររាប់រយធ្លាក់ចុះពីលើមេឃដូចទឹកភ្លៀងប៉ុន្តែគ្រុឌគ្រាន់តែបក់ស្លាបមួយលើកប៉ុណ្ណោះទូមព្យុះដ៏សាហាវបានផ្ទុះចេញពីស្លាបនោះ
បោកបក់កងទ័ពទេវតាឲ្យខ្ទាត់ទៅគ្រប់ទិសទីគាត់មិនបានឈប់ដើម្បីប្រយុទ្ធគាត់មិនចាំបាច់ធ្វើបែបនោះគាត់គឺជាព្យុះគាត់គឺជាកំហឹងរាងកាយទេវតាហោះចេញដូចស្លឹកឈើក្នុងព្យុះខណៈគ្រុឌបំបីគ្រប់អ្វីដែលឈររារាំងផ្លូវនៅទីបញ្ចប់គាត់ក៏មកដល់បន្ទាយចុងក្រោយនៅកណ្ដាលស្ថានសួគ៌វិមានដែលរក្សាទុកទឹកអមฤតទឹកនៃអមតៈដែលអាចផ្ដល់ជីវិតអស់កលប៉ុន្តែមុនឈានដល់ស្ពាននោះមានរាងមួយឈររារាំងផ្លូវរាងនោះធំមហិមានិងគួរឲ្យគោរពបំផុតក្នុងស្ថានសួគ៌នោះគឺព្រះឥន្ទស្ដេចនៃទេវតាទាំងឡាយព្រះឥន្ទគង់លើខ្នងដំរីអេរ៉ាវ៉ាន់ដ៏មហិមាក្នុងព្រះហត្ថរបស់ព្រះអង្គកាន់វច្រៈអាវុធដ៏មានអំណាចបំផុតក្នុងស្ថានសួគ៌ដែលចាំងពន្លឺពណ៌ខៀវនិងបញ្ចេញសំឡេងក្រហើមដោយផ្គរលុនព្រះឥន្ទស្រែកឡើងដោយកំហឹងឯងប្រហើនណាស់អសរាដែលហ៊ានមកលុកលុយដល់ទីនេះថ្ងៃនេះឯងនឹងត្រូវបំផ្លាញនៅទីនេះគ្រុឌឆ្លើយតបដោយសំឡេងត្រជាក់ខ្ញុំមិនមែនជាអសុរាទេហើយខ្ញុំមិនមកដើម្បីយកស្ថានសួគ៌របស់អ្នកទេខ្ញុំមកដើម្បីទឹកអមฤតផ្ដល់វាមកខ្ញុំនឹងទុកជីវិតអ្នកពាក្យនោះធ្វើឲ្យព្រះឥន្ទក្តៅកំហឹងរហូតស្ថានសួគ៌ទាំងមូលរញ្ជួយហ៊ានណាស់ព្រះអង្គបញ្ជាអេរ៉ាវ៉ាន់ប្រដៅវាលំរីអេរ៉ាវ៉ាន់ក្រហមលាន់ក្បាលទាំង3បែកមាត់បញ្ចេញព្យុះផ្គរនិងទឹកវាប្រហារគ្រុឌក្នុងពេលតែមួយវាជាការវាប្រហារដែលអាចបំផ្លាញពិភពលោកទាំងមូលបានប៉ុន្តែគ្រុឌគ្រាន់តែបើកស្លាបបង្កើតជាខែលភ្លើងការពារហើយបន្ទាន់មកគាត់ហក់ចូលទៅក្នុងព្យុះវិនាសនោះដោយមិនខ្លាចស្លាប់ឡើយសង្គ្រាមដ៏ធំបំផុតលើមេឃបានផ្ទុះឡើងភ្លាមគ្រុឌហោះហើរលឿនដូចពន្លឺបង្វិលជុំវិញដំរីអេរ៉ាវ៉ាន់ដូចឥន្ទ្រីកំពុងប្រមាញ់សត្វខ្យល់ព្យុះពីស្លាបដ៏មហិមារបស់គាត់ធ្វើឲ្យមេឃរញ្ជួយហើយពពកត្រូវបែកចេញជាបន្ទាត់ធំព្រះឥន្ទលើកវច្រៈឡានហើយបោះវាចេញដោយកំហឹងអាវុធផ្គរលាន់នោះបាញ់ចេញទៅដោយផ្កាយធៀកប៉ុន្តែគ្រុឌបង្វិលខ្លួនគេចបានរាល់ដងគាត់ស្រែកឡើងដោយកម្លាំងយឺតណាស់ហើយក្នុងវិនាទីតែមួយគាត់ហោះបុកចូលទៅជិតដំរីអេរ៉ាវ៉ាន់ប្រើក្រញ៉ាំវាចូលក្បាលមួយរបស់វាក្រោកសំឡេងប៉ះទង្គិចធ្វើឲ្យមេឃទាំងមូលញាស់ដំរីស្ថានសួគ៌ស្រែកដោយកាយឈឺចាប់ខណៈឈាមពន្លឺភ្លឺចេញពីរបួសព្រះឥន្ទភ្ញាក់ផ្អើលភ្លាមព្រះអង្គយល់ថាសង្គ្រាមនេះមិនអាចអូសបន្លាយបានទៀតទេព្រះឥន្ទស្ដេចនៃទេវតាប្រមូលថាមពលទាំងអស់ក្នុងចក្រវាឡបញ្ចូលទៅក្នុងវច្រៈដែលកាន់នៅក្នុងព្រះហត្ថពន្លឺរបស់វាមិនមែនពណ៌ខៀវទៀតឡើយវាប្រែក្លាយជាពន្លឺមាសបរិសុទ្ធដ៏ភ្លឺចែងចាំងនេះគឺជាស្នូលអំណាចពិតប្រាកដរបស់ស្ដេចនៃទេវតាព្រះឥន្ទស្រែកឡើងទទួលវាទៅហើយបោះវច្រៈនោះដោយកម្លាំងពេញទំហឹងវាមិនមែនជាផ្គរលាន់ធម្មតាទេវាគឺជាកាមរស្មីនៃសេចក្តីស្លាប់កាមរស្មីមាសនោះបាញ់ទៅរកគ្រុឌដោយល្បៀនលើសគំនិតបំផ្ទុះពន្លឺផ្ទុះឡើងភ្លឺចែងចាំងរហូតសកលលោកស្ទើរតែរលត់កម្លាំងរញ្ជួយដ៏ធំហេមាបានឆ្លងដល់ពិភពមនុស្សនិងនរកគ្រប់យ៉ាងស្ងប់ស្ងាត់ព្រះឥន្ទដកដង្ហើមធ្ងន់ៗព្រះអង្គជឿជាក់ថាគ្មានអ្នកណាអាចរស់រានពីអំណាចខ្ពស់បំផុតនៃវច្រៈបានឡើយប៉ុន្តែពេលផ្សែងចាប់ផ្ដើមស្រកស្ដេចនៃទេវតាបើកភ្នែកធំជាងគេក្នុងជីវិតរបស់ព្រះអង្គគ្រុឌនៅតែអណ្ដែតនៅទីនោះរាងកាយពណ៌មាសរបស់គាត់គ្មានស្នាមរបួសសូម្បីតែមួយដើម្បីគោរពព្រះឥន្ទនិងមិនឲ្យស្ដេចនៃទេវតាបាក់មុខក្នុងសង្គ្រាមនេះគ្រុឌបានដករោមស្លាបមួយពីរាងកាយរបស់ខ្លួនហើយបោះវាជក់ទៅក្រោមគាត់និយាយយ៉ាងស្ងប់ថាខ្ញុំមិនចាំបាច់ប្រយុទ្ធជាមួយអ្នកទេខ្ញុំគ្រាន់តែត្រូវការទឹកអមฤតប៉ុណ្ណោះនិយាយចប់គ្រុឌហោះឆ្លងកាត់ព្រះឥន្ទដោយផ្កាយពន្លឺហើយហោះទៅកាន់សុធម្មសភាគាត់ប្រើក្រញាំដៃបន្បីទ្វារស្ថានសួគ៌ដែលបិទជិតនៅកណ្ដាលបន្ទប់នោះមានវត្ថុមួយភ្លឺចែងចាំងនោះគឺទឹកអមฤតពន្លឺទន់ភ្លឺចេញពីវាដោយព្រះច័ន្ទលើមេឃយប់គ្រុឌចាប់យកវាហើយហោះចេញពីស្ថានសួគ៌ភ្លាមគាត់ហោះត្រឡប់ទៅកាន់ពិភពលោកដោយល្បឿនខ្ពស់បំផុតក្នុងចិត្តពោពេញទៅដោយជ័យជំនះគាត់ចិត្តអាចសង្គ្រោះម្ដាយរបស់គាត់បានហើយប៉ុន្តែភ្លាមគ្រុឌត្រូវឈប់ភ្លាមនៅកណ្ដាលលំហអាកាសដ៏ស្ងប់ស្ងាត់មានរាងមួយឈរដូចសសរស្តម្ភនៃចក្រវាឡ
ពន្លឺពណ៌ស្វាយស្រទន់ពីរាងកាយរបស់ព្រះអង្គភ្លឺសាយពេញមេឃព្រះអង្គមាន4ព្រះហត្ថកាន់កងចក្រខ្យងសាំងព្រះខ័ននិងផ្កាឈូកព្រះនេត្រស្ងប់ស្ងាត់ប៉ុន្តែពូពេញដោយអំណាចជ្រាលជ្រៅដែលសូម្បីតែគ្រុឌក៏មានអារម្មណ៍ថាចិត្តរបស់ខ្លួនរុញជួយហើយនោះគឺព្រះនារាយណ៍មហាទេវៈដែលរក្សាតុល្យភាពនៃចក្រវាឡព្រះនារាយណ៍មានព្រះបន្ទូលដោយសំឡេងស្ងប់ប៉ុន្តែក៏ក្រើកពេញសកលលោកឈប់ទៅគ្រុឌចូលប្រគល់ទឹកអមฤតនោះត្រឡប់មកវិញគ្រុឌសម្លឹងទៅមុខដោយភ្នែកមុតមាំហើយឆ្លើយតបភ្លាមព្រះអង្គមិនអាចរារាំងខ្ញុំបានទេខ្ញុំធ្វើវាដើម្បីម្ដាយរបស់ខ្ញុំព្រះនារាយណ៍ឆ្លើយដោយសំឡេងស្ងប់យើងដឹងពីភាពកតញ្ញូរបស់អ្នកប៉ុន្តែទឹកអមฤតមិនមែនសម្រាប់ពួកអ្នកទេគ្រុឌសម្រិនទៅមហាទេវៈដោយចិត្តតស៊ូបើព្រះអង្គមិនបើកផ្លូវខ្ញុំនឹងប្រយុទ្ធពីនោះទើបតែបញ្ចប់សង្គ្រាមពិតប្រាកដក៏បានចាប់ផ្ដើមភ្លាមគ្រុឌហោះបុកទៅមុខដោយផ្កាយធ្លាក់កម្លាំងប៉ះទង្គិចធ្វើឲ្យភពផ្កាយយំវិញញ័រប៉ុន្តែព្រះនារាយណ៍គ្រាន់តែលើកព្រះខ័នឡើងការពារទុំសំឡេងប៉ះទង្គិចលាន់ដោយផ្គរលាន់កម្លាំងនោះធ្វើឲ្យលំហអាកាសស្ទើរតែបែកចេញគ្រុឌប្រាយក្រញ៉ាំវាយប្រហារប៉ុន្តែព្រះនារាយណ៍ប្រើចក្ខុទស្សនៈបង្វិលការពារចក្ខុវិលលឿនដោយផ្កាយបង្កើតជាខែដែលគ្មានអ្វីអាចបំបែកបានគ្រុឌស្រែកឡើងដោយកំហឹងហើយបកស្លាបបង្កើតព្យុះភ្លើងដ៏មហិមាភ្លើងនោះក្តៅរហូតដល់អាចដុតចក្រវាឡបានប៉ុន្តែព្រះនារាយណ៍គ្រាន់តែយកខ្យងសាំងមកផ្លុំសំឡេងសាំងរាន់ដោយសំឡេងកំណែតនៃសកលលោករលកសំឡេងនោះមានអំណាចខ្លាំងរហូតអាចបំផ្លាញព្យុះភ្លើងទាំងអស់របស់គ្រុឌឲ្យរលត់ភ្លាមគ្រុឌភ្ញាក់ផ្អើលគាត់យល់ភ្លាមថាអំណាចរបស់មហាទេវៈនេះខកពីព្រះឥន្ទទាំងស្រុងសង្គ្រាមបន្តយ៉ាងសាហាវការវាយប្រហារនិងការការពារកើតឡើងជាបន្តបន្ទាប់ដួតភ្លើងនិងផ្គរលាន់ប៉ះទង្គិចគ្នាចលនារបស់ពួកគេកើតឡើងរាប់ពាន់ដងក្នុងពេលខ្លីប៉ុន្តែមិនមាននរណាអាចឈ្នះបានឡើយអំណាចរបស់ទាំងពីរស្មើគ្នាពិតប្រាកដនៅទីបំផុតទាំងពីរបានដកថយចេញពីគ្នាហើយលំហអាកាសក៏ស្ងប់ស្ងាត់ឡើងវិញព្រះនារាយណ៍ញញឹមបន្តិចជាលើកដំបូងហើយមានព្រះបន្ទូលអស្ចារ្យណាស់មិនធ្លាប់មាននរណាអាចប្រយុទ្ធជាមួយយើងបានដល់កម្រិតនេះទេភាពកតញ្ញូរបស់អ្នកនិងអំណាចរបស់អ្នកធំធេងពេកដើម្បីជាសត្រូវរបស់យើងគ្រុឌស៊ូត្រង់នោះមានន័យថាព្រះអង្គនឹងឲ្យខ្ញុំទៅមែនទេព្រះនារាយណ៍ញញឹមហើយមានព្រះបន្ទូលថាយើងនឹងឲ្យលើសពីនេះទៀតព្រះនារាយណ៍បានប្រទានពរដ៏អស្ចារ្យមួយយើងនឹងប្រទានពរអមតៈដល់អ្នកនឹងអមតៈដោយមិនចាំបាច់ផឹកទឹកអមฤតសូម្បីតែមួយដំណក់គ្រុឌភ្ញាក់ផ្អើលព្រោះនេះជាពរដ៏ធំបំផុតដែលមិនធ្លាប់មានប៉ុន្តែព្រះនារាយណ៍បន្តថាប៉ុន្តែអ្នកត្រូវទទួលលក្ខខណ្ឌមួយចូលមកធ្វើជាយានជំនិះរបស់យើងអំណាចរបស់អ្នកនិងអំណាចរបស់យើងនឹងរួមគ្នាដើម្បីការពារបីភពនេះគ្រុឌសម្លឹងទៅកែវទឹកអមฤតដែលនៅក្នុងដៃរបស់គាត់បន្ទាប់មកសម្លឹងទៅមហាទេវៈនៅកណ្ដាលលំហអាកាសគ្រុឌបានលុតជង្គង់ចុះគាត់និយាយដោយសំឡេងមុតមាំខ្ញុំយល់ព្រមប៉ុន្តែខ្ញុំត្រូវយកទឹកអមฤតនេះទៅដោះលែងម្ដាយខ្ញុំជាមុនសិនព្រះនារាយណ៍ញញឹមហើយមានព្រះបន្ទូលថាបានប៉ុន្តែចូលស្ដាប់ផែនការរបស់យើងជាមុនសិនហើយនៅវិនាទីនោះផែនការបន្លំធំបំផុតក្នុងទេវកថាក៏បានចាប់ផ្ដើមភ្លាមបន្ទាប់ពីស្ដាប់ផែនការរបស់ព្រះនារាយណ៍រួចគ្រុឌក៏ហោះត្រឡប់ទៅកាន់ពិភពលោកវិញល្បឿនរបស់គាត់លឿនដោយផ្កាយធ្លះកាត់មេឃហើយនៅខាងក្រោមពួកនាគនិងនាងកាទ្រុកកំពុងរង់ចាំដោយភាពក្តៅក្រហាយព្រោះពួកគេចង់បានទឹកអមฤតដើម្បីក្លាយជាអមតៈពេលគ្រុឌចុះមកដល់ពួកនាគស្រែកឡើងដោយការសប្បាយរីករាយគ្រុឌយកកែវទឹកអមฤតចុះដាក់លើស្មៅការដែលមុតដោយកាំបិតហើយនិយាយដោយសំឡេងត្រជាក់ខ្ញុំបានធ្វើតាមសន្យារួចហើយចូលដោះលែងនាងវិនីតាម្ដាយរបស់ខ្ញុំឥឡូវនេះពួកនាគមិនបង្អង់ឡើយពួកគេដោះលែងនាងវិនីតាភ្លាមគ្រុឌយកម្ដាយរបស់គាត់ហោះឡើងទៅលើមេឃដោយសេរីភាពនៅពេលនេះពួកនាគកំពុងរត់ទៅរកទឹកអមฤតដើម្បីផឹកវាប៉ុន្តែភ្លាមគ្រុឌនិយាយឡើងវិញឈប់សិនតើអ្នកនឹងផឹកវត្ថុស័ក្តិសិទ្ធិដែលរាងកាយកខ្វក់បែបនេះឬចូលទៅងូតទឹកសមុទ្រជាមុនសិននេះជាកិច្ចព្រមព្រៀងដែលឃ្លាមបានធ្វើជាមួយទេវតាពួកនាគគិតថាគាត់និយាយត្រឹមត្រូវហើយពួកគេក៏រត់ទៅសមុទ្រភ្លាមនៅវិនាទីដែលឆ្នេរនោះទំនេរ
ភ្លាមមានរូបមួយហោះចុះពីលើមេឃដោយផ្គរឡននោះគឺព្រះឥន្ទដែលបានសន្យាជាមួយគ្រុឌជាមុនព្រះឥន្ទឆក់យកកែវទឹកអមฤតហើយហោះត្រឡប់ទៅស្ថានសួគ៌វិញក្នុងមួយពព្រិចភ្នែកពេលពួកនាគត្រឡប់ពីងូតទឹកវិញពួកគេចង់ផឹកទឹកអមฤតដោយភាពរំភើបប៉ុន្តែពួកគេឃើញតែភាពទំទីអត់ទេយើងត្រូវបាងវាបោកពួកនាគស្រែកដោយកំហឹងពួកគេឃើញតែដំណក់ទឹកអមฤតបន្តិចបន្តួចដែលជ្រាបលើស្មៅកាដោយភាពលោភលន់ពួកនាគបានលេបទឹកអមฤតពីស្មៅកាប៉ុន្តែស្មៅកានោះមុតដោយកំបិតវាបានកាត់អណ្ដាតរបស់ពួកនាគឲ្យបែកជាពីរចាប់តាំងពីថ្ងៃនោះមកអណ្ដាតរបស់ពស់គ្រប់ប្រភេទក៏មានរាងបែកជាពីរនៅលើមេឃគ្រុឌកំពុងហោះជាមួយម្ដាយរបស់គាត់ដែលទើបទទួលបានសេរីភាពវិញគាត់សម្លឹងចុះទៅក្រោមឃើញពួកនាគដែលកំពុងខឹងសម្បានាងកាទ្រុនិងនាគដែលនៅសល់សម្លឹងឡើងទៅលើគ្រុឌដោយការភ័យខ្លាចពួកនាគបានចាញ់ទាំងស្រុងប៉ុន្តែភ្លាមគ្រុឌបានញញឹមវាជាស្នាមញញឹមត្រជាក់និងគួរឲ្យខ្លាចបំផុតគាត់ចាំបានពីការស្បោះរបស់ពួកនាគគ្រុឌនិយាយដោយសំឡេងត្រជាក់ញាក់គិតថាវាចប់ហើយឬការឈឺចាប់របស់ម្ដាយខ្ញុំ500ឆ្នាំនៃការប្រមាថដែលអ្នកបានធ្វើវាមិនអាចបញ្ចប់ត្រឹមការធ្វើជាធាសករខ្ញុំមិនត្រូវការធាសករឡើយអ្វីដែលខ្ញុំត្រូវការគឺការសងសឹកចាប់ពីថ្ងៃនេះទៅពួកឯងទាំងអស់គ្នានឹងក្លាយជាអាហាររបស់យើងចាប់តាំងពីវិនាទីនោះគ្រុឌបានស្បត់ថាគាត់នឹងក្លាយជាអ្នកប្រមាញ់ហើយពួកនាគនឹងក្លាយជាអាហារគាត់នឹងតាមប្រមាញ់ពួកនាគហើយស៊ីពួកនាគដើម្បីសងសឹកការប្រមាថនេះអស់កលជានិច្ចចាប់ពីថ្ងៃនោះមកសង្គ្រាមរវាងគ្រុឌនិងនាគក៏បានចាប់ផ្ដើមឡើងហើយនេះហើយគឺជារឿងរ៉ាវដែលធ្វើឲ្យគ្រុឌនិងនាគក្លាយជាសត្រូវគ្នាគ្រប់ជំនាន់